ជួបគ្នារៀនលក់ទាំងអស់គ្នាអញ្ចឹងមានបងអូនមួយសួរថាលោកគ្រូលក់មិនអីប្រកែបាទគាត់ថាមើលវីដេអូលោកគ្រូឡើងវិញទៅបាទលក់ប្រកែអញ្ចឹងចង់លក់ប្រកែមានរឿងច្រើនច្រើនណាស់លោកអើយមានរឿងច្រើនដែលត្រូវធ្វើប៉ុន្តែមានវិធីមួយគឺងាយរៀនយើងលក់ប្រកែដែរយើងមានវិធីមិនផ្លូវកាត់ទេប៉ុន្តែវិធីលឿនយើងរៀនបានលឿនហ្នឹងគឺទៅរៀនពីអ្នកប្រកែអញ្ចឹងបើយើងចង់ឲ្យលក់ប្រកែដែរយើងមិនមានពេលគ្រប់គ្រាន់យើងមិនអាចយើងចង់ឲ្យលឿនអញ្ចឹងមែនតើវាអត់មានផ្លូវកាត់ទេប៉ុន្តែមានវិធីប្រកែគឺបងប្អូនត្រូវទៅរៀនពីអ្នកដែលប្រកែទៅពេលដែលយើងទៅរៀនពីអ្នកប្រកែបានយើងប្រកែបានលឿនខ្ញុំលើកឧទាហរណ៍ខ្ញុំរៀនភាសាអង់គ្លេសខ្ញុំរៀនពីគ្រូប្រកែគ្រូមិនប្រកែខ្ញុំមករៀនទេខ្ញុំបានធ្វើប្រទេសគ្រូប្រកែជាច្រើនហើយធ្វើឲ្យខ្ញុំរៀនលឿនឧទាហរណ៍វេយ្យាករណ៍ខ្ញុំបានជួបលោកគ្រូថោវធីបាទគាត់បរៀនគាត់គ្រូពីជំរំអញ្ចឹងគាត់បរៀនអញ្ចឹងទៅនៅពេលដែលខ្ញុំរៀនសន្តានាខ្ញុំអ្នកគ្រូខ្ញុំមួយអ្នកគ្រូសុជានៅបាត់ដំបងគាត់ប្រកែនៅពេលដែលខ្ញុំយល់ភាសាអង់គ្លេសមកដល់ដោយសារខ្ញុំនៅជាមួយខ្មែរអាមេរិកាំងអញ្ចឹងខ្ញុំរៀនពីគាត់ប្រកែហើយនៅពេលដែលខ្ញុំចូលសាកលវិទ្យាល័យខ្ញុំរៀនពីគ្រូល្បីគឺលោកគ្រូបណ្ឌិតផាន់គីរ៉ាខ្ញុំរៀនពីគាត់ខ្ញុំជួបគាត់នៅពេលដែលខ្ញុំដឹកនាំសាលាខ្ញុំទៅរៀនពីលោកគ្រូស៊ីវណ្ណាគាត់អ្នកប្រកែហ្មងគាត់ប្រកែអញ្ចឹងណានៅពេលដែលរៀន Academy Writing ខ្ញុំរៀនពីគ្រូខ្ញុំមួយដែរលោកគ្រូទឹកធូគាត់ប្រកែហ្មងយើងទៅរៀនពីអ្នកប្រកែបាទនៅពេលដែលយើងចង់ចេះលក់យើងត្រូវទៅរៀនពីអ្នកប្រកែលក់ដូចគ្នាបាទខ្ញុំទៅរៀនពីបងជួយហេងគាត់ប្រកែលក់អញ្ចឹងខ្ញុំរៀនពីគាត់ធ្វើឲ្យយើងប្រកែដល់ពេលបរៀនប្រកែគឺខ្ញុំលួច style ខ្ញុំទៅលួច style ពីអ្នកប្រកែបរៀនខ្ញុំឃើញគ្រូមួយឈ្មោះលោកគ្រូដួងតារាគាត់កាលខ្ញុំថ្នាក់ទី6ទេគាត់បរៀនប្រកែហ្មងខ្ញុំលួច style គាត់មកបរៀននៅពេលដែលខ្ញុំធំពេញវ័យបន្តិចខ្ញុំក៏បានទៅរៀនមួយនៅស្រុកកន្លែងខេត្តសៀមរាបមានគ្រូភាសាអង់គ្លេសមួយល្បីលោកគ្រូភូមិនៅវិទ្យាល័យកន្លែងហ្នឹងគាត់បរៀនប្រកែហ្មងអញ្ចឹងខ្ញុំទៅលួចមើលគាត់ហើយខ្ញុំបានចុះឈ្មោះរៀនមួយគាត់ថាអូលោកគ្រូនឹងប្រកែខ្ញុំត្រូវធ្វើឲ្យប្រកែអញ្ចឹងយើងធ្វើតាមអ្នកប្រកែអញ្ចឹងធ្វើឲ្យយើងប្រកែដូចគ្នាបើយើងជាអ្នកលក់ត្រូវទៅរៀនពីអ្នកប្រកែដល់ពេលដែលយើងរៀនពីអ្នកប្រកែគឺយើងប្រកែហើយបាទដូចទៅឲ្យជាក់ស្ដែងខ្ញុំទៅរៀននៅសាកលវិទ្យាល័យខ្ញុំបរៀននៅសាកលវិទ្យាល័យខ្ញុំអត់សូវចេះបច្ចេកវិទ្យាទេហើយខ្ញុំឃើញគាត់បរៀនគ្រូមួយក៏រៀនចប់ពីប្រទេសថៃបាទគាត់បណ្ឌិតពីจุฬาលង្កនគាត់បរៀនប្រកែហ្មងគាត់ក្មេងអាយុតែ28ប្រកែហ្មងដល់ពេលខ្ញុំសួរលោកគ្រូឈ្មោះលីយ៉ុងឈៀងគាត់លោកគ្រូឈៀងហ្នឹងគាត់អ្នកកំពង់ធំខ្ញុំទៅរៀនពីគាត់ទៅគាត់ថាស្រួលទេស្រួលទេឲ្យតែអ្នកឯងចង់ប្រកែទី1ទី2អ្នកឯងព្យាយាមមើលអ្នកប្រកែគេធ្វើម៉េចធ្វើតាមទៅខ្ញុំថាលោកគ្រូប្រកែអញ្ចឹងខ្ញុំសុំបាច់គុណគាត់ថាងាយទេអត់បាក់ឯងធ្វើកិច្ចការហ្នឹងរោតែចំណុចប្រកែមកធ្វើបានហើយនិយាយប៉ុណ្ណឹងហើយគាត់ដើរចេញគាត់ថាធ្វើកិច្ចការរោតែចំណុចដែលខ្លួនឯងប្រកែឲ្យយកមកប្រើមកវាប្រកែហើយខ្ញុំស្ដាប់ពាក្យគាត់បាទអញ្ចឹងខ្ញុំតែងតែគិតពីអ្នកប្រកែទាំងអស់ហ្នឹងគាត់បរៀនខ្ញុំគឺបែបប្រកែបាទហើយរហូតដល់ខ្ញុំជួបមិត្តភ័ក្តិហើយបងរាប់អានគ្នាមិត្តភ័ក្តិរបស់ខ្ញុំអីគាត់ប្រកែហ្មងដល់ពេលយើងមើលឲ្យដល់អ្នកប្រកែទាំងអស់ហ្នឹងអត់ប្តេជ្ញាផ្ដាស់ទេគាត់អត់ឆ្វេងឆ្វាយគាត់អត់ប្រើក្បាច់គុណច្រើនទេមែនតើទៅអ្នកប្រកែទាំងអស់ហ្នឹងគាត់មានចំណុចពិសេសអញ្ចឹងដោយលោកគ្រូឈៀងគាត់ប្រាប់ខ្ញុំដែរថាប្រើចំណុចណាដែលយើងប្រកែប្រើអាហ្នឹងប៉ុន្តែយើងទៅមើលអ្នកប្រកែអញ្ចឹងដែលយើងនឹងរកឃើញថាយើងមានចំណុចអីពិសេសខុសពីពួកគាត់ដែលអាចប្រកែបានអត់អញ្ចឹងយើងយកអានឹងមកប្រើមកប្រកែដូចខ្ញុំបណ្ដុះបណ្ដាលបង្វឹកអ្នកលក់ដូចគ្នាខ្ញុំថាមិនធ្វើតាមខ្ញុំទេអ្វីដែលខ្ញុំប្រាប់ជាវិធីសាស្ត្រដែលខ្ញុំរៀនបានពីអ្នកប្រកែហើយខ្ញុំធ្វើខ្លួនឯងហើយខ្ញុំប្រកែអីខ្ញុំធ្វើអាហ្នឹងបាទដូចខ្ញុំបាននិយាយនេះដែរមានអ្នកដែលស្គាល់ខ្ញុំប្រើទិសដីលុយសម្រាប់ចាយម៉ាយសម្រាប់ញ៉ែអញ្ចឹងអានឹងលក់ឲ្យអ្នកមិនស្គាល់បានតាមក្បាច់ហ្នឹងអញ្ចឹងសួរតែអ្នកផ្សេងធ្វើបានគេធ្វើបានដូចគ្នាប៉ុន្តែគេមានក្បាច់របស់គេអញ្ចឹងដូចគ្នាបើចង់ប្រកែបងប្អូនរៀនពីអ្នកប្រកែហើយមិនប្រើវិធីដូចគេទេនៅពេលដែលយើងរៀនពីអ្នកប្រកែបានច្រើនយើងនឹងដឹងថាអូខ្ញុំប្រកែអីហាមមើលចំណុចខ្សោយរបស់យើងពួកយើងមិនបាច់បរិញចំណុចខ្សោយទេបងប្អូនស្រីមិនបាច់ទេបើយើងអ្នករៀនលក់យើងមិនបាច់មើលចំណុចខ្សោយរបស់យើងទេឧទាហរណ៍អ្នកគាត់ថាខ្ញុំក្រអញ្ចឹងខ្ញុំជិះម៉ូតូដប់ចេះលក់មិនកើតទេ no មើលតែចំណុចដែលយើងអន់ហ្នឹងអញ្ចឹងយើងឃើញអន់ដែរដូចខ្ញុំអញ្ចឹងខ្ញុំសង្ហាជាងគេមិនសង្ហា
អូខេខ្ញុំបើញឹមវិញគ្មានទេគ្មានគូប្រៀបទេខ្ញុំញឹមបានគ្រប់វិនាទីទាំងអស់អញ្ចឹងនេះហ្នឹងហើយចំណុចបកកែរបស់យើងអញ្ចឹងរោចំណុចបកកែរបស់យើងទៅយើងបកកែហើយតាមរយៈរៀនពីអ្នកបកកែយើងឃើញថាគេបកកែសពបែបយ៉ាងអញ្ចឹងយើងងាកមកមើលខ្លួនយើងដឹងថាអូចំណុចនេះខ្ញុំមិនទាន់ប្រើហើយអាហ្នឹងគឺខ្ញុំបកកែខ្ញុំប្រើអាហ្នឹងទៅយើងប្រើបានហើយជោគជ័យរៀនពីអ្នកបកកែបើចង់បកកែនៅពេលដែលរៀនពីអ្នកបកកែបានច្រើនយើងនឹងដឹងថាយើងបកកែអីហាម copy តាមអ្នកបកកែ